សួស្តីបងប្អូនស្វាគមន៍មកកាន់ថ្នាក់គណិតវិទ្យាណាត់ទី3ក្នុងវីដេអូនេះយើងមកធ្វើកំណែកិច្ចការផ្ទះនៅក្នុងមេរៀនទី4រូបិយវត្ថុនិងមេរៀនទី5ប្រវែងអញ្ចឹងមានន័យថាក្នុងវីដេអូនេះគឺយើងធ្វើកំណែកិច្ចការផ្ទះដែលមានខ្លឹមសារពីរបញ្ចូលគ្នាគឺមេរៀនទី4និយាយអំពីរូបិយវត្ថុហើយនិងមេរៀនទី5និយាយអំពីប្រវែងតើឥឡូវកូនមកមើលជាមួយអ្នកគ្រូទាំងអស់គ្នាចាទី1ចូលសរសេរតម្លៃប្រាក់រៀលតាមការផ្គុំរូបខាងក្រោមម្ដងទៀតចូលសរសេរតម្លៃប្រាក់រៀលតាមការផ្គុំរូបខាងក្រោមចាអញ្ចឹងគុណមើលกระดาษប្រាក់នេះគឺរាយ10 100 ពាន់ម៉ឺនចា20000រៀលតែពេលអានេះ10000រៀលមួយនេះប៉ុន្មានកូនចា5000រៀលចាអញ្ចឹង20000បូក20000ប៉ុន្មានម៉ឺនអីចា20000បូក20000គឺចា40000ចា40000រៀល40000រៀលដល់ពេលអានេះ10000បូក5000អញ្ចឹង15000ចា15000រៀលឥឡូវកូនយក40000បូក15000មកឃើញប៉ុន្មានកូនចាអញ្ចឹង40000បូក15000ចា0 បូក5 5 4បូក1 5ចាអញ្ចឹងកូនឃើញ55000រៀលចាអញ្ចឹងយើងសរសេរមក55000រៀលចា55000រៀលតោះឥឡូវយើងមកមើលបន្តទៀតចាអញ្ចឹងចម្លើយយើងឃើញហើយគឺ40000បូក15000ឃើញ55000លេខ2ចូលគូសវងលេខกระดาษប្រាក់ខាងក្រោមឲ្យមានតម្លៃស្មើនឹងចាกระดาษនេះគឺกระดาษ5000រៀលចាអញ្ចឹងកូនមើលតើกระดาษប្រាក់មួយណាស្មើ5000ចា500បូក500 1000 1000បូក500 1500 1500បូក500 2000 2005ចា2005 3005 4005 5000ឬក៏កូនរាប់1 2 3 4 5 6 7 8ចាអ្នកគ្រូបូកច្រឡំណាចាំមើលកូនរាប់មើល1 2 3 4 5 6 7 8អញ្ចឹង8សន្លឹកចា8សន្លឹកគឺកូនយក500ចា500គុណនឹង8 8 0 0 8 0 0 8 5 40ចាអញ្ចឹងវាឃើញតែ4000រៀលទេដល់ពេលអានេះ1000 2000 3000 4000 5000ចាម្ដុំនេះ5000ចា5000រៀលចុះអានេះវិញ2000បូក2000 4000 4000បូក2000 6000អញ្ចឹងវា6000រៀលចាអញ្ចឹងមួយណាដែលមានតម្លៃស្មើនឹង5000រៀលចាអញ្ចឹងយើងគូសវងមកចាគឺกระดาษ1000ចំនួន5សន្លឹកចា5000រៀលចាម្ដុំនេះមិញយើងរាប់ទៅឃើញតែ4000ចា4000រៀលម្ដុំនេះ6000រៀលតោះឥឡូវយើងទៅមើលបន្តទៀតចាកូនមើលលេខ3ចាលេខ3ចូលបំពេញតារាងខាងក្រោមឲ្យបានត្រឹមត្រូវចាអញ្ចឹងអានេះយើងជាអ្នកលក់ហើយនិងអ្នកទិញឥឡូវកូនមើលទី1ខ្មៅដៃតម្លៃ500ដល់ពេលយើងទទួលប្រាក់ពីគេគឺ5000អញ្ចឹងយើងត្រូវអាប់ឲ្យគេប៉ុន្មានអញ្ចឹងកូនយកប្រាក់ដែលយើងទទួលពីគេគឺ5000ចា5000ដក500ចេញមកចា0ដក0 0 0ដក0 0ចា0ដក5អត់កើតយើងតម្លើងជា10 10ដក5ចាអញ្ចឹងអានេះយើងខ្ចី1ហើយសល់4 10ដក5នៅសល់ប៉ុន្មានកូនចា10ដក5នៅសល់5 4អត់មានអីដកទម្លាក់អញ្ចឹងយើងឃើញ4500លុយដែលយើងអាប់តឥឡូវកូនមើលទី2
ចាទី2បន្ទាត់ចាបន្ទាត់នេះយើងទទួលលុយពីគេ2000ដល់ពេលយើងអាប់ពីគេ1000អញ្ចឹងយើងយក2000ចា2000លុយទទួលហ្នឹងដកលុយអាប់មកដក1000អញ្ចឹងយើងឃើញតម្លៃបន្ទាត់0.00 0.00 0.00 2.1នៅសល់1ចាអញ្ចឹងតម្លៃបន្ទាត់គឺ1000រៀលអ្នកគ្រូសេច្បាស់បន្តិចចា1000ចា1000រៀលតោះឥឡូវគុណចូលដល់ទី4ចូលប្រាប់ប្រវែងវត្ថុខាងក្រោមចាគុណមើលជាន់លុបចាសមមើលហ្នឹងមានថាសង់ទីម៉ែត្រអញ្ចឹងជាន់លុបកនេះជាន់លុបអញ្ចឹងមានប្រវែងចាគុណទៅសេមក5ចា5សង់ទីម៉ែត្រខខ្មៅដៃចា15សមមើល15សង់ទីម៉ែត្រអញ្ចឹងខ្មៅដៃមានប្រវែងចាអញ្ចឹងដែលយើងដឹងថា1សង់ទីម៉ែត្រស្មើនឹង1ហ៊ុនចាដល់ពេល15សង់ទីម៉ែត្រអញ្ចឹងមានប្រវែងស្មើនឹង15ចា15ហ៊ុនកបន្ទាត់ចា30សមមើល30សង់ទីម៉ែត្រអញ្ចឹងមានប្រវែងដល់ពេលសង់ទីម៉ែត្រយើងសរសេរជាអក្សរឡាតាំងអក្សរ cm អញ្ចឹងយើងដាក់មកមានប្រវែង30 cm គឺ30សង់ទីម៉ែត្រតោះឥឡូវយើងចូលដល់លេខ5ចូលប្រាប់ប្រវែងវត្ថុខាងក្រោមចាអញ្ចឹងគេឲ្យកូនប្រាប់ប្រវែងវត្ថុខាងក្រោមឥឡូវកូនមើលប៊ិចកនេះប៊ិច10សង់ទីម៉ែត្រអញ្ចឹងមានប្រវែងចាអញ្ចឹងកូនដឹងថា1ចា1ដេស៊ីម៉ែត្រស្មើនឹង10សង់ទីម៉ែត្រដល់ពេល1សង់ទីម៉ែត្រស្មើប៉ុន្មានកូនចាស្មើ1នៅលើ10ដេស៊ីម៉ែត្រវិញអញ្ចឹងគេឲ្យមក10សង់ទីម៉ែត្រអញ្ចឹងមានប្រវែងប៉ុន្មានដេស៊ីម៉ែត្រអញ្ចឹងវាស្មើនឹងកូនយកប៉ុន្មានកូនចាកូនយក10ចែកនឹង10ចាអញ្ចឹងវាចេញຂ្នាតគឺដេស៊ីម៉ែត្រចាអញ្ចឹងអានេះ10សង់ទីម៉ែត្រចាអ្នកគ្រូសរសេរឲ្យច្បាស់តិចចាចាអញ្ចឹង10សង់ទីម៉ែត្រស្មើនឹង10ចែកនឹង10ដេស៊ីម៉ែត្រ10ចែក10ស្មើនឹង1ដេស៊ីម៉ែត្រអញ្ចឹងប៊ិចមានប្រវែងចា1ដេស៊ីម៉ែត្រអញ្ចឹងគាត់ដាក់លេខ1មកចា1ដេស៊ីម៉ែត្រខក្តារឈ្នួន20សង់ទីម៉ែត្រចាអញ្ចឹង20សង់ទីម៉ែត្រគិតជាដេស៊ីម៉ែត្រស្មើនឹង20ចែកនឹង10ដេស៊ីម៉ែត្រចាអញ្ចឹង20ចែក10បានប៉ុន្មានកូនចាគឺស្មើ2ចា2ដេស៊ីម៉ែត្រអញ្ចឹងកូនដាក់មកស្មើ2ដេស៊ីម៉ែត្របន្ទាប់មកកចាបន្ទាត់មានប្រវែង30សង់ទីម៉ែត្រអញ្ចឹងយើងដឹងថា1ចា1ដេស៊ីម៉ែត្រចា1ដេស៊ីម៉ែត្រចា1ដេស៊ីម៉ែត្រស្មើនឹង1ទឹកស្មើនឹងប៉ុន្មានកូនចាស្មើនឹង30សំទោសស្មើនឹង10សង់ទីម៉ែត្រអញ្ចឹង1ដេស៊ីម៉ែត្រស្មើ1ទឹកអញ្ចឹងយើងបាន30ចា30សង់ទីម៉ែត្រស្មើ30ចែកឲ្យប៉ុន្មានដែរកូនចាចែកឲ្យ10ចាចេញຂ្នាតគិតជាទឹកដោយសារតែដេស៊ីម៉ែត្រស្មើនឹងទឹកអញ្ចឹងស្មើ3ទឹកចាអញ្ចឹងចម្លើយយើងឃើញចា3ទឹកចាអញ្ចឹងដោយសារ1ដេស៊ីម៉ែត្រស្មើ1ទឹក
ស្មើ10សង់ទីម៉ែត្រដល់ពេល1សង់ទីម៉ែត្រវិញគឺកូនយកចម្រាស់មកអញ្ចឹង1សង់ទីម៉ែត្រវាស្មើ1នៅលើ10ទឹកចាអញ្ចឹងយើងបាន30ចែក10យើងបាន3ទឹកអញ្ចឹង30សង់ទីម៉ែត្រគឺស្មើ3ទឹកចាអញ្ចឹងនៅក្នុងវីដេអូនេះអ្នកគ្រូមានប៉ុណ្ណឹងហើយវីដេអូបន្ទាប់យើងនឹងធ្វើកំណែកិច្ចការផ្ទះតេតឹងនឹងមេរៀនទី5ដដែលតេតឹងនឹងប្រវែងចាយើងចូលមេរៀនទី5សតគឺតេតឹងនឹងប្រវែងចាអញ្ចឹងក្នុងវីដេអូនេះអ្នកគ្រូមានប៉ុណ្ណឹងហើយបើកូនពេញចិត្តវីដេអូអ្នកគ្រូកុំភ្លេចចុច like ឬក៏ subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតគុណច្រើនជម្រាបលា